ខ្ញុំថាបើអញមានលុយ100លានណាអញចំណាយទាំងអស់ដើម្បីធ្វើឲ្យឈ្នះពួកអាបោករាជខ្មែររួចសល់តែខោស្លីបក៏អញសោចចេញដែរបើគ្មានអីកវីសល់តែខោស្លីបអញចាត់ខោស្លីបកវីទៀតថាឈ្នះពួកអាខូចហើយឃើញអត់ឈ្នះពួកអាខូចគេថាគ្មានអាណាធ្វើឈ្នះអ្នកមានលុយទេខ្ញុំថាអត់ហើយចាំមើលតារាសយល់ហើយចាំមើលតារាសយល់ខ្ញុំចេះតែគិតអញ្ចឹងខ្ញុំថាបើយល់ចំនួនខ្ញុំអត់បានណាខ្ញុំថាចាត់ទុកជាអភ័ព្វរបស់ជនជាតិនេះចោះដឹងធ្វើម៉េចទេវាអស់ហើយបងប្អូនអស់ហើយបើយល់អស់តែសាយកូនបើយល់អស់ហើយបើបងប្អូនយល់មិនបានទេខ្ញុំថាចប់ហើយរាជខ្មែរចប់ហើយមានតែផ្ញើវាសនាទៅលើគេអាផ្ញើវាសនាទៅលើគេហ្នឹងគេស៊ីមួយឆ្អែតសិនហើយមួយឆ្អែតមនុស្សមិនមួយឆ្អែតខ្លាដើរចេញមួយឆ្អែតមនុស្សខ្ញុំប្រាប់ប្រហែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងគាត់អត់មានឆ្អែតទេណាហើយអ្នកនៅក្រោមគាត់និយាយថាម៉េចបានប៉ុណ្ណឹងហើយចង់បណ្ណាទៀតទៅចុះមេគាត់បានប៉ុណ្ណឹងហើយចង់បណ្ណាទៀតនោះគាត់ឲ្យលើនោះមិនឆ្ងល់ផងអាក្រមបានប៉ុណ្ណឹងហើយចង់បណ្ណាទៀតណាបងប្អូនតែអញ្ចឹងប៉ុន្តែមេលើគាត់នោះអត់ឈប់សោះបានប៉ុណ្ណឹងហើយនឹងរកបណ្ណាទៀតទេគេលេះតណ្ហាបងមនុស្សណាបងប្អូនមិនងាយទៅផ្ដាច់បានទេបងប្អូនមិនបាច់មើលណាមើលកឹមអ៊ីសុងបងប្អូនហើយនឹងពូជធារបស់គាត់ឥឡូវនេះគេហៅកឹមចុងអ៊ុននេះគេនោះគ្រាន់តែគាត់ចង់ធ្វើប្រធានាធិបតីនៃប្រទេសកូរ៉េខាងជើងហ្នឹងគាត់អត់ព្រមបើកលបងកូរ៉េខាងជើងកូរ៉េខាងត្បូងបងប្អូនវាបកើតដោយប្រទេសយើងអញ្ចឹងស្រាប់តែកាត់កន្លែងពោធិ៍សាត់ហ្នឹងប៉ាប់ហ្មងមកចាហៀងនៅខាងបាត់ដំបងហ្នឹងទៅមកចាហៀងនៅខាងស្វាយរៀងហ្នឹងទៅហើយដាក់មកខាងជើងមកខាងត្បូងមកខាងលិចមកខាងកើតអញ្ចឹងប៉ុន្តែបុតបងប្អូនវាណាហ្នឹងហើយដល់ពេលកឹមចុងអ៊ុននេះណាគាត់ខ្លាចកូរ៉េហ្នឹងចូលគ្នាទៅពេលគាត់បោះឆ្នោតមិនឈ្នះគេពួកគេឲ្យបើកលបងនឹងឡើងអាមេរិកកាំងហើយរុស្ស៊ីវាទៅកាត់មកហៀងម្នាក់អាខាងត្បូងអាមេរិកកាំងយកដល់ពេលអញ្ចឹងវាទៅសេរីទៅដល់ពេលអាខាងជើងរុស្ស៊ីយកវាទៅជាកុម្មុយនីសអញ្ចឹងទៅអានេះគ្រាន់តែគេលាបមុខឲ្យជល់គ្នាដែរហើយមកខឹងគេថាគេលាបមុខឲ្យជល់គ្នាដោយអាល្លឺម៉ង់សង្គ្រាមលោកកាត់អាល្លឺម៉ង់ខាងលិចអាល្លឺម៉ង់ខាងកើតអាល្លឺម៉ង់តែមួយណាកាត់ទៅលិចមកហៀងទៅកើតមកហៀងហើយកាត់អញអត់សំខាន់ទេអញភ្ជាប់គ្នាវិញតបានដូចឆ្លើមអញ្ចឹងអញជាប់វិញតបានដល់កូរ៉េខាងជើងខាងត្បូងគេដាក់ម៉ាត់នៅនឹងបណ្ដោយហេតុអីថាអត់មានអីក្រៅអំពីអាពួកខាងជើងហ្នឹងវាចង់ធ្វើធំមកយងបងប្អូនពិចារណាមើលគ្រាន់តែវាចង់ធ្វើធំហ្នឹងងាប់គេងាប់ឯងអាខ្លាបែកបងបែកប្អូនតាំងពី1950ជាងបន្តិចនោះរហូតដល់ឥឡូវបងប្អូននិយាយពីគ្នាយំចង់ជួបបងប្អូនគ្នាតែម្ដងមុនងាប់ចេះតិចថាវាឲ្យជួបគ្រាន់តែកិលេសវាចង់ធ្វើធំណាបងប្អូនឲ្យវា20លានទៅធ្វើផ្ទះមួយធំនៅជើងភ្នំទៅរួចហត់ដេកស៊ីទៅស្រីញីនៅក្នុងទៅរួចបង្ហើបឲ្យគេជួបបងជួបប្អូនទៅអត់វាអត់កិលេសតណ្ហារបស់មនុស្សគ្រាន់តែវាចង់ធ្វើធំប៉ុណ្ណឹងវាខាំងគេឲ្យងាប់ដំបងងាប់អស់រាប់លានអ្នកគេយំគេស្រែកចង់ជួបគ្នាបងប្អូនកិលេសរបស់មនុស្សអត់មានព្រំដែនទេម្ចាស់ថ្លៃដូចគ្នាមួយយើងសប្ងៃហ្នឹងអញ្ចឹងហើយបើឃើញអ្នកធំយើងដែលកាន់ការងារស្រុកទេអញ្ចឹងបងប្អូនមើលអ៊ំស៊ីហើយអ៊ំខាខ្ញុំងាកមកប្រជាប្រដ្ឋខ្មែរបងប្អូនដូចខ្ចងដូចក្តាមគ្នាមានឈាមឯណាបងប្អូនខ្ចងហើយក្តាមគ្នាមានឈាមណាសំរងស៊ីកម្មសខានឹងពូតបានច្រាស់ទៀតពូតរាល់ថ្ងៃនឹងពូតខ្ញុំមើលមុខប្រជាប្រដ្ឋខ្មែរអញពូតអញ្ចឹងនេះទោះបីអញចង់ពូតក៏ពូតអញ្ចឹងគ្នាក្រហើយក្រនេះមិនមែនក្រល្មមទេបងប្អូនក្រតកូនតចៅក្រតាំងពីណាពីណីមេតនាំបោកតាំងពីណាពីណីមកខ្លាំងមកឈុចដូចដើរទៅចំពុបជើងហ្នឹងមកឈុចទៅអស់2លានអ្នកជាងចរាពតចំពុបជើងមកឈុចដល់ពេលឥឡូវហើយមិនចាំឯណាសុកសានត្រានសបាយទេនៅកណ្ដាលផុករំកើតដែរពួកអីបើចាំសុកសានត្រាននឹងបានឯណាសបាយដឹងឯណាសានត្រានវងងាប់អស់មកឈុចទៅហ្មងតោះអាមកឈុចនឹងទៅដល់ពេលងើបឡើងវិញបងប្អូនអញលែងចង់ទៅទៀតហើយបានប៉ុណ្ណឹងក៏បានដែរណែខ្មែរយើងវាដល់ដំណាក់កាលដែលថាតស៊ូច្រើនដងពេកហើយវាមិនបានសម្រេចទេធុញពេកអាប៉ុណ្ណឹងក៏បានដែរណែអាប៉ុណ្ណឹងហើយសំនឹងស៊ីមកចាក់រុកបាន55កៅអីយកទៅបឺតបញ្ជក់ទៀតថ្ងៃណាអញ្ចឹងបានខ្ញុំថាយីក៏ទៅតណ្ហារបស់មនុស្សនោះមហាថ្មគុន្ធីគាត់និយាយថាម៉េចផែនដីហ្នឹងមានស្អីសម្រាប់មនុស្សមកផែនដីហ្នឹងស៊ីទាំងអស់រស់ធំធាត់កមើមទាំងអស់គ្នាបានប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់តណ្ហារបស់មនុស្សតែម្នាក់ឯងពិភពលោកហ្នឹងមានអីគ្រប់យ៉ាងសម្រាប់ចិញ្ចឹមមនុស្សមកផែនដីហ្នឹងឲ្យរស់យ៉ាងកធុចគ្រប់គ្នាបានប៉ុន្តែអត់គ្រប់គ្រាន់សម្រាប់តណ្ហារបស់មនុស្សតែម្នាក់ទេអញ្ចឹងណាបងប្អូនអញ្ចឹងរឿងនេះណាបងប្អូនខ្ញុំប្រាប់បងប្អូនអត់មានពីណាជួយបងប្អូនក្រៅអំពីបងប្អូនទេហើយ
កុំរំពឹងថាមានថ្ងៃណាមួយតិចគ្រាន់បើជាងនឹងមានតែទៅទៀតអាស៊ានចិត្តបើកតើយើងអត់បានរៀបចំខ្លួនណាដោយទឹកបាក់ទំនប់អញ្ចឹងហូរមកយើងអញ្ចឹងរឿងកាន់តែធ្ងន់ទៅរឿងអស់នេះបើយើងមិនគិតគូរខ្លួនឯងទេឥតមានអាណាគិតគូរឲ្យទេមិនគិតគូរជាបញ្ហាមួយប៉ុន្តែគិតគូរដែរអូយភ័យខ្លាចបាត់ដីងើបឡើងគិតគូរប៉ុន្តែអត់យល់ពីរបៀបគិតគូរអានឹងដូចគេស្រែកថាភ្លើងឆេះផ្ទះដល់ពេលភ័យពេករត់វឹងអាខ្លះបុកជាងអាខ្លះភ្លុចចេញតាមប្អួចអាខ្លះមកកម្មចដា3 4 5កម្មមកអញ្ចឹងបានខ្ញុំនិយាយថាអាមិនងើបជាបញ្ហាមួយអត់ខ្វល់ទេយកបាយអាណាធ្វើអីទៅអានឹងបញ្ហាមួយដល់ពេលអាខ្វល់ហើយគេហៅទៅបាតកម្មយើងទៅដើម្បីជាតិយើងទៅដើម្បីជាតិអត់ដឹងខ្យល់អីអានឹងបញ្ហាមួយទៀតអាត្រង់ហ្នឹងបានពួកយើងមានពីរលំដាប់ទី1ដាស់រាឲ្យងើបឡើងទី2គ្រាន់តែងើបភ្លាមអង្គុយរក្សាសម្ដាប់ធ្នាប់ឲ្យស្រួល4និយាយតាត់នេះសិនទៅណាប្រយ័ត្នផ្លោះចេញតាមប្អួចប្រយ័ត្នបុកជាងនិយាយគ្នាសិនប៉ុន្តែប្រជាពលរដ្ឋខ្មែរដោយប្តីប្រគុណលោកមានសង្ឃដីកាមិញអញ្ចឹងបខំណាស់រឿងចង់ឈ្នះបងប្អូនបខំណាស់បងប្អូនណាចង់ឈ្នះហ្នឹងណាមិនចង់ឈ្នះត្រឹមគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហ្នឹងបកើតមកហើយណាបងប្អូនចង់ឈ្នះហ្នឹងចង់ឈ្នះតាំង93បងប្អូនចង់ឈ្នះហ្នឹងចង់តាំងពី93ចង់បោះឲ្យហ៊ុនស៊ិនប៉ិចតាំងពីអាណត្តិទី1ហ្នឹងបោះឲ្យឈ្នះហ្មង93បើគិតមកដល់ឥឡូវនេះ21ឆ្នាំមកចង់ឈ្នះហ្នឹងណាឥឡូវឃើញឈ្នះនៅអត់ដែរឈ្នះទេហើយកម្មសខាមកថាម៉ាណាត់នឹងឈ្នះចាំមើលអាណត្តិក្រោយមកទៀតបន្តិចមកទៀតឯងនេះរៀងអស់ចិត្តឥឡូវដល់ពេលចិត្តបោះឆ្នោតគឺក្លុកថាឈ្នះហើយខ្វះតែ7កៅអីទៀតទៅខ្វះតែ7កៅអីទៀតទៅកើចុះបម្ដងនេះកែហើយទៅមកឈុចទៀតកម្មសខាចិត្តតែ69អីតាមអាណត្តិនោះទៀតគាត់ឈប់ធ្វើនយោបាយឯងស្ញែងទៀតទៅអានឹងរឿងអីបងប្អូនគេដឹងកឡោតរបស់យើងគេដឹងកលេសក្បែរកលៀនរបស់យើងថាយើងវាចង់ឈ្នះចង់តាំង93ចង់ឈ្នះគណៈបព្វជិជនហ្នឹងចង់តាំង93បោះឲ្យស្ដេចកុំ5ហ្នឹងផងឲ្យឈ្នះដល់ពេលមិនឈ្នះប្រឹងមកទៀតមកមិនឈ្នះឥឡូវ5អាណត្តិហើយអត់ឈ្នះទៀតគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកើត2006បងប្អូនចង់ឈ្នះហ្នឹងតាំងពីគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនទាន់កើតម៉េចដល់ពេលឥឡូវបងប្អូនប្រើពាក្យថាម៉េចគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហ្នឹងវាត្រូវទាំងអស់ប៉ុន្តែវាខ្វះឈ្នះណាស់វាទូចណាស់ណែគាត់គិតអញ្ចឹងគាត់បខំតែឈ្នះបងប្អូនគិតពិចារណាបន្តិចមើលបងប្អូនបោះឆ្នោតឲ្យគណៈបកមួយបងប្អូនផ្អែកទៅលើអីបើតាមយោបល់ខ្ញុំថាផ្អែកទៅលើអាត្រូវផ្អែកទៅលើអាល្អអាត្រឹមត្រូវអាឈ្នះទៅល្អដល់ជាតិណាតែបងប្អូនអត់ផ្អែកទៅលើអាល្អទេហើយល្អមិនល្អក៏ដោយអាគេទៅនងហើយទៅអានងសិនណាគាត់អត់ផ្អែកទៅលើអាត្រូវអញ្ចឹងបានយើងទៅឃោសនាក្នុងទូមិនបាច់និយាយរឿងត្រូវរឿងខុសអីទេពួកគាត់អត់ផ្អែកលើអាត្រូវទេគាត់ផ្អែកទៅលើថាធ្វើម៉េចឲ្យឈ្នះសិនទៅនឹងណាគាត់បោះឆ្នោតទៅអត់ឈ្នះហើយណានៅអាឈ្នះហើយគាត់អត់ឈ្នះទៀតអានុងបានគាត់ខកចិត្តមែនតើឥឡូវគាត់នៅគំនិតមួយថាកឹមសុខាឲ្យសំរងស៊ីមិនឈ្នះបើឈ្នះស្រុកយើងស្រួលបាត់ដែរគាត់នៅមានអាកលឹះនឹងមួយទៀតនៅពេលអាឈ្នះហើយវាអត់ធ្វើទៀតចាំមើលគាត់អង្គុយបាក់ដៃបាក់ជើងអានុងហើយយើងមើលមួយយិតអាពីរអ្នកហ្នឹងយើងដឹងថាអត់ធ្វើយើងដឹងប៉ុន្តែបញ្ញារបស់យើងវាលើសគាត់ណាដល់ពេលគាត់បញ្ញាវាតិចជាងយើងគាត់មើលឃើញតែប៉ុណ្ណឹងអញ្ចឹងបានខ្ញុំថាបងប្អូននៅខកចិត្តល្មមទេខកចិត្តអារឿងគេមិនឈ្នះហ្នឹងដល់ពេលអាគេឈ្នះហើយគេអត់ធ្វើដូចចិត្តបងប្អូនចង់ទៀតណោះអានោះបានហើយបានដល់ហើយអើយ6អាណត្តិតម្រាំទាំងបានឈ្នះ6អាណត្តិមួយអាណត្តិ5ឆ្នាំចូលតាមរាយអូយតម្រាំតែឈ្នះរួចហើយស្រាប់តែទៅជាកលុចឈុចទៅទៀតពួកវាមិនធ្វើឲ្យទៀតអានោះបានតែកេះកូនកេះចៅផ្ដាំកូនផ្ដាំចៅត្មងកូនអើយឈប់តែកូននយោបាយឈប់ម៉ែសាក់ហើយកូនចាញ់តបោកគេទេទូកយើងវិញបត់មិនទាន់ទូកគេខ្លីដល់ពេលអាឯងត្រឹមត្រូវចេញមកកុំតែជឿវាងាប់អាលីង
សូភូមិនៃយើងទាំងអងគ្នាត្រង់ឆាតោភាដោយសារពួកយើងចូលរួមគ្នាសាងជាតិយើងឲ្យគុំថ្លើមមរតករងរឿងបន្តច្រើនរយជំនាន់ភ្នំព្រៃព្រឹកទឹកដីជីជាតិអងចាមរគីមិនឆាចានពេពុនរាកាតែងឡាអន្តរារេរំទុនទុនញញឹមតគុណអតੰសញ្ញាជាតិយើងភពផែនដែនដីនៃក្តីតងខឹមរីស្រងបប្រឹមអលាំងកានចាំដើមពីពលសម្ព័ន្ធពួកយើងងើបក្រោកឈរឡើងចូលរួមសាងជាតិគ្រប់គ្នាភពផែនដែនដីនៃការចងចាំរាប់រយម៉ឺនឆ្នាំចាំជាប់គ្រប់គ្រាមនោចេតនានៃពួកយើងទីមទីរួមដោយសុខាជុំគ្នាលើទឹកនៃយើងស្នាមញញឹមក៏ព្រឹមចេញពីបេះដូងតែក្តីយូរលងមកត្រង់អែមត្រទុនតស៊ូស្វែងផុតឆ្នៃប្ររិទ្ធមិនមែនឆោតល្ងងសច្ចរិតទៀងត្រង់អតੰសញ្ញាជាតិយើងភពផែនដែនដីនៃក្តីស្រឡាញ់រួមនៅពោពេញដោយភាពកានកានចាំផ្ដើមពីពលសម្ព័ន្ធពួកយើងងើបក្រោកឈរឡើងចូលរួមសាងជាតិគ្រប់គ្នាភពផែនដែនដីនៃសេរីភាពរួមក្នុងរបៀបឈាមពូជទាំងជាទឹកដីសូបិននៃយើងគ្រប់គ្នាចូលរួមសាងសាការពារដោយពូជសម្ព័ន្ធភពផែនដែនដីនៃសេរីភាពភពផែនដែនដីនៃសេរីភាពរួមក្នុងរបៀបឈាមពូជអ្នកជារួមក្នុងរបៀបឈាមពូជអ្នកជាទឹកដីសូបិននៃយើងគ្រប់គ្នាទឹកដីសូបិននៃយើងគ្រប់គ្នាចូលរួមសាងសាការពារដោយពូជសម្ព័ន្ធ